ព្រះមានព្រះភិក្ខអង្គនោះមិនមានកិច្ចរចនាត្រៀមទុកមុនប្រៀបដូចទានជាដើមក៏រចនាគឺបង្ហាញទៅតាមហេតុការណ៍ដោយហេតុនោះទៅលោកសម្ដែងពាក្យនេះថារឿងនេះព្រះមានព្រះភិក្ខត្រាស់ហើយឯរឿងនោះទ្រង់មិនបានប្រមូលមកដោយតក្កៈគិតពិចារណាមុនដោយការរចនាទុកមុនឡើយដោយពិតនោះទ្រង់ត្រាស់មកភ្លាមសមគួរដល់អាស្រ័យរបស់វេនយៈសត្វនោះឯងម្យ៉ាងទៀតលោកពោលពាក្យថាវុតតាំងក្នុងបទដំបូងដើម្បីសម្ដែងថាព្រះតម្រាស់មិនមានអ្នកណាបដិបត្តិបានឡើយសេចក្តីពិតព្រះតម្រាស់ណាដែលព្រះមានព្រះភិក្ខត្រាស់ហើយជាការត្រាស់ហើយនោះឯងបុគ្គលណាម្នាក់មិនអាចជំទាស់នឹងព្រះតម្រាស់នោះទេព្រះអក្សរសម្បូរអដ្ឋក៏សម្បូរសមដោយព្រះមានព្រះភិក្ខពោលក្នុងធម្មចក្របវត្តនៈសូត្រដូច្នេះថាធម្មចក្រនោះមិនមានចក្រដតីក្រៃលែងជាងទុបីសមណៈក្តីព្រាហ្មណ៍ក្តីទេវតាក្តីមាក្តីព្រំក្តីជនឯណានិមួយក្តីក្នុងលោកមិនអាចឲ្យប្រព្រឹត្តទៅបានឡើយឥឡូវព្រះមានព្រះភិក្ខទ្រង់ឲ្យប្រព្រឹត្តទៅបានហើយក្នុងអសិបតនៈមកតេយវ័នចិត្តក្រុងពេរិណសីលោកពោលនៅនៃម្យ៉ាងទៀតថាមនាភិក្ខុទាំងឡាយសមណៈក្តីព្រាហ្មណ៍ក្តីក៏បីមកពោលក្នុងទីនេះថាទុកណាដែលព្រះសមណៈគោតមបញ្ញត្តិទុកនេះមិនមានអរិយសច្ចៈការដែលតថាគតពៀងទុកអរិយសច្ចៈនេះហើយបញ្ញត្តិទុកដតីជាអរិយសច្ចៈមិនមានជាឋានណាឡើយដូច្នេះជាដើមព្រោះហេតុនោះទៅលោកពោលពាក្យថាវុតតាំងជាពីរដងដើម្បីសម្ដែងថាព្រះតម្រាស់របស់ព្រះមានព្រះភិក្ខមិនមានអ្នកណាបដិបត្តិបានម្យ៉ាងទៀតលោកពោលពាក្យថាវុតតាំងពីរដងដើម្បីសម្ដែងភាវៈដែលនឹងឲ្យសម្រេចប្រយោជន៍ដល់អ្នកស្ដាប់ទាំងឡាយសេចក្តីពិតបុគ្គលមិនមានសព្វញ្ញូមិនដឹងអាស្រ័យជាដើមនៃបុគ្គលដតីពោលពាក្យណាមិនត្រូវកលតិសៈពាក្យនោះជាពាក្យពិតក៏មិនឈ្មោះថាពោលឡើយព្រោះមិនអាចក្នុងការឲ្យសម្រេចប្រយោជន៍ដល់អ្នកស្ដាប់ទាំងឡាយនឹងពោលទៅថ្វីដល់ពាក្យមិនពិតនោះតែព្រះមានព្រះភិក្ខទ្រង់ជ្រាបអាស្រ័យជាដើមរបស់បុគ្គលដតីកលៈនិងទេសៈនឹងការសម្រេចប្រយោជន៍យ៉ាងត្រឹមត្រូវនោះឯងព្រោះទ្រង់ជាព្រះសម្មាសម្ពុទ្ធបានត្រាស់ព្រះតម្រាស់ណាព្រះតម្រាស់នោះឈ្មោះថាត្រាស់ស្រេចហើយនោះឯងព្រោះឲ្យសម្រេចប្រយោជន៍តាមដែលបំណងដល់អ្នកស្ដាប់ទាំងឡាយដោយចំណែកមួយការបញ្ឆិតបញ្ឈៀងនៃព្រះតម្រាស់នោះមិនមានព្រោះទ្រង់មិនបានត្រាស់ព្រោះហេតុនោះលោកពោលពាក្យថាវុតតាំងពីរដងក៏ដើម្បីសម្ដែងភាវៈដែលសម្រេចប្រយោជន៍ដល់អ្នកស្ដាប់ទាំងឡាយមួយប្រការទៀតពាក្យដែលមានអត្ថដែលបុគ្គលណាម្នាក់យល់មិនបាននឹងពាក្យដែលបុគ្គលណាម្នាក់បដិបត្តិដើម្បីភាពជាយ៉ាងនោះមិនឈ្មោះថាស្ដាប់សម្រេចហើយការណាពាក្យដែលបុគ្គលណាម្នាក់ទទួលដោយល្អមិនឈ្មោះថាពោលហើយដូច្នេះបរិស័ទ4ទទួលព្រះតម្រាស់របស់ព្រះមានព្រះភិក្ខដោយល្អហើយនាំគ្នាបដិបត្តិដើម្បីភាពយ៉ាងនោះព្រោះហេតុនោះទៅលោកពោលពាក្យថាវុតតាំងពីរដងដើម្បីសម្ដែងថាព្រះតម្រាស់របស់ព្រះអង្គសាវកទទួលល្អហើយ